ខ្ញុំលេងរួចទេអើវាខ្ញុំទ្រាំបានខ្ញុំមិនអត់កូនកូនវាកំសត់តាំងពីតូចមកហើយខ្ញុំបានសុខសប្បាយបន្តិចឥឡូវមកប្រត់កូនពីខ្ញុំទៅទៀតខ្ញុំជឿខ្ញុំនេះគ្រាន់តែចង់ឯងនេះគិតពីសុខភាពផងហើយរៀនទទួលយកការពិតទោះបីជាឯងនេះខំយំដល់សោះខ្លួនយ៉ាងណាក៏ដោយក៏កូនស្រីរបស់យើងមិនអាចត្រឡប់មកវិញបានដែរហើយម្យ៉ាងវិញទៀតយើងមិនដឹងថាកូនរបស់យើងនេះខ្លាចមើលក៏រស់នោះទេហើយបើកូននេះគេត្រឡប់មកវិញហើយឃើញសភាពឯងបែបនេះគេនេះមិននឹងវាបាក់ចិត្តយ៉ាងណាទេតាមមកវាតែញ៉ាំបាយពីមួយម៉ាត់ណាកុំឲ្យវាឈឺកាពះខ្ញុំមិនចង់ឲ្យកូនពិបាកចិត្តទេតែខ្ញុំគាត់តែចង់ទៅចាំមើលផ្លូវកូនយុទ្ធគេប្រាប់ថាមានសង្ឃឹមខ្ញុំនៅតែចាំមើលផ្លូវកូនចឹងឲ្យវាហងថ្ងៃខ្ញុំចង់ហ៊ានបិទតោភ្លឿនពេកទេខ្លាចកូនស្រីយើងមកដល់វិញគេឃ្លានខ្ញុំបានធ្វើអីឲ្យកូនញ៉ាំភ្លាមមកយប់ឡើងខ្ញុំចង់ហ៊ានដេកខ្លាចកូនយើងត្រឡប់មកវិញអត់ឃើញខ្ញុំមុនគេអូយហើយនេះសំណាងល្អហើយតែមានកូនស្រឡាញ់ខ្ញុំបើមិនចឹងទេនេះខ្ញុំប្រហែលជារត់តាមគេតាំងពីយូរហើយនាងនោះមិនតាន់ចូលគុកទេអីអញ្ចឹងក៏មានន័យថាយើងក៏នៅតែមានឱកាសត្រឡប់ទៅយកតំណែងយើងវិញហើយ Happy birthday to you នាងនោះមានកូនមិនអាចទេខ្ញុំត្រូវតែជាអ្នកលេខ1កូនយើងបាត់បង់ដោយសារនាងពេលនេះនាងត្រូវសងយើងវិញហើយអូយស្នេហាខ្ញុំដូចរឿងនិទានគ្មានបានការជួបលើកណាមានតែការឈឺចាប់នឹងទឹកភ្នែកតែអរគុណគេដែលចូលខ្លួនមួយផ្លែការឈឺចាប់រៀលដាល់ដល់ស្អែកមិនតន់បាត់នៅតែឆ្ងល់គិតមិនយល់ជាកម្មឬអ្វីបណ្ដាលឲ្យចិត្តស្រឡាញ់គេសឹងស្លាប់ស្រឡាញ់គេមានតែពាក្យថាការឈឺចាប់គួរតែប្រាប់ថាស្រឡាញ់ខ្ញុំវិញទេចង់សួរថាពេលកន្លងធ្លាប់ស្រឡាញ់ខ្ញុំទេឬទំពើលអលអគ្រប់ពេលសុទ្ធតែបោកប្រាស់ให้សង្ឃឹមដែលផ្ដល់ឲ្យស្នាមញញឹមច្បាស់សុំចម្លើយពិតប្រាកដជាស្នេហាវិញបើមិនស្រឡាញ់ក៏គួរតែប្រាប់ឲ្យដឹងមុនមិនរំខានមិនព្រមធ្វើជន់តែផ្ដោសំពីមិនបន្ទុំក៏មិនស្អប់តែចង់សួរម្ដងទៀតពេលកន្លងធ្លាប់ស្គាល់